ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទចឹងឯនេះខ្ញុំមករំអិតលោកគ្រូអ្នកគ្រូទាំងអស់គ្នាអំពីមុខងារប្រឡងនៅក្នុងថ្នាក់បឋម PLP បាទចឹងយើងដឹងថាឥឡូវ PLP កំពុងតែអាប់ដេតថ្មីហើយបន្ថែមនៅមុខងារថ្នាក់ប្រឡងហើយនឹងបន្ថែមនៅមុខងារផ្សេងៗទៀតចឹងឯនេះខ្ញុំនឹងបង្ហាញអំពីទី1លំអិតអំពីមុខងារក្នុងថ្នាក់ប្រឡងហើយនឹងការទាញពិន្ទុនិងទិន្នន័យយកមកដាក់ក្នុង Excel ចូលមកក្នុងថ្នាក់ធម្ម PLP ដំបូងឥឡូវអាប់ដេតថ្មីលោកគ្រូអ្នកគ្រូបាទនឹងខានចូលទៅ1ម៉ោងឥឡូវថ្មីទៀតហើយអញ្ចឹងនៅចូលកន្លែងនេះវាមានទាំង3យើងចាប់ដើមជ្រើសរើសតែខ្ញុំបង្ហាញតែការតាក់ទងនឹងថ្នាក់មុខងារប្រឡងទេអញ្ចឹងបើតែយើងជាគ្រូបង្រៀនមែនប៉ុន្តែយើងទៅចូលក្នុងថ្នាក់សិស្សដដែលដោយសារអីដោយសារតែយើងចង់បានមុខងារប្រឡងអញ្ចឹងបន្ទាប់មកលោកគ្រូអ្នកគ្រូចូលក្នុងថ្នាក់តេស្តនឹងការប្រឡងមកបាទហើយបញ្ចូលលេខកូដធម្មតាចឹងបើសិស្សវាយលេខកូដឬក៏ scan ធម្មតាទៅលោកគ្រូបាទអញ្ចឹងនៅពេលដែលយើងចូលមកវាមានមុខងារបែបនេះអញ្ចឹងខ្ញុំសូមបង្ហាញដំបូងគឺតាក់ទងនឹងទំព័រដើមអញ្ចឹងទំព័រដើមនេះបើសិនជាយើងថ្នាក់ទី1វានឹងបង្ហាញមុខងារប្រឡងដែលត្រូវនឹងប្រឡងថ្នាក់ទី1តែម្ដងបាទអញ្ចឹងយើងអាចចុចលើទៅវាយើងនឹងធ្វើការប្រឡងហើយអញ្ចឹងឧទាហរណ៍ថាយើងចុចមកនេះគេឲ្យយើងរើសតាក់ទងការប្រឡងនឹងឲ្យរើសជំនួសធំជាងគេអញ្ចឹងខ្ញុំរើស8បាទអញ្ចឹងនៅក្នុងមុខងារថ្នាក់ប្រឡងនេះវាមានពាក្យថា report ខាងលើអញ្ចឹងមានន័យថានៅពេលដែលលោកគ្រូអ្នកគ្រូមានបញ្ហាថាលោកលំហាត់ហ្នឹងមានបញ្ហាកន្លែងណាមួយខុសអ្វីមួយលោកគ្រូអ្នកគ្រូអាចចុចទៅពាក្យថា report ហើយselect កន្លែង reason ហ្នឹងមកបាទអញ្ចឹងកន្លែងនេះលោកគ្រូអ្នកគ្រូអាចរើសបាន incorrect answer អញ្ចឹងទៅឬក៏បើយើងចង់ងាយស្រួលលោកគ្រូរើស order នេះមកបាទហើយបញ្ចូលមកតើសំណួរហ្នឹងខុសកន្លែងណាបាទមានបញ្ហាកន្លែងណាឧទាហរណ៍ថាខ្ញុំដាក់ថាឧទាហរណ៍ថាលើកម្មវិធីសិក្សាចុះខ្ញុំអាចដាក់តើអញ្ចឹងមកបាទលើកម្មវិធីសិក្សាហើយយើងចុច submit ទៅអញ្ចឹងដោយសារសំណួរនោះអត់ខុសទេខ្ញុំអត់បាច់នេះទេឥឡូវខ្ញុំចេញប៉ុណ្ណឹងអញ្ចឹងមុខងារការប្រឡងគឺប៉ុណ្ណឹងលោកគ្រូហ្នឹងសម្រាប់សិស្សចូលមកដំបូងគឺឃើញប៉ុណ្ណឹងហើយតបមកទៀតប្រឡងនេះគឺកន្លែងនេះមានន័យថាបើសិនជាលោកគ្រូអ្នកគ្រូទាំងអស់គ្នាចង់ដូរថ្នាក់ប្រឡងក៏បានដែរមានន័យថាយើងអត់ចង់ប្រឡងថ្នាក់ទី1យើងចង់ប្រឡងថ្នាក់ផ្សេងក៏អាចប្រឡងបានដែរទេកន្លែងមុខងារប្រឡងគឺប៉ុណ្ណឹងឯងបាទអត់មានអីច្រើនទេចឹងមកទៀតយើងតាក់ទងទៅនឹងការប្រកួតអញ្ចឹងការប្រកួតនេះមានន័យថាបើសិនជាមានសិស្សឬក៏លោកគ្រូណាគាត់ចូលចិត្តធ្វើអញ្ចឹងរៀនបានច្រើនធ្វើតេស្តបានច្រើនវានឹងលោតលំដាប់បន្ទុកនៅខាងនេះហើយអញ្ចឹងយើងអាចមានវិញ្ញាសាប្រកួតប្រទេសវិញ្ញាសាសាលាអញ្ចឹងលោកគ្រូអាចសាកតេស្តបានដោយខ្លួនឯងបាទខ្ញុំបង្ហាញលឿនទេកុំឲ្យយូរមុនលទ្ធផលនេះមានន័យថាតាក់ទងនឹងអ្វីដែលយើងបានតេស្តបានណាបាទឧទាហរណ៍ថាឥឡូវនេះខ្ញុំបានប្រឡងទៅលើមុខវិជ្ជាភាសាខ្មែរចំនួន2ដងចឹងវាបង្ហាញលើកទី1ខ្ញុំប្រឡងបាននិទេស A លើកទី2ខ្ញុំបាននិទេស A អញ្ចឹងវាបានប៉ុណ្្នឹងហើយយើងអាចចុចមើលស្ថិតិបានថាមើលព័ត៌មានអត់បានថាតើយើងខុសកន្លែងណាត្រូវកន្លែងណាអញ្ចឹងគ្រូបាទកន្លែងហ្នឹងអញ្ចឹងបង្ហាញកន្លែងហ្នឹងហើយមួយទៀតយ៉ាលំបាត់បាទកន្លែងលទ្ធផលឥឡូវយើងចូលមកដល់ស្ថិតិអញ្ចឹងកន្លែងស្ថិតិនេះគឺជាការបង្ហាញលទ្ធផលទូទៅបាទអញ្ចឹងមានន័យថាយើងអាចចុចមើលលទ្ធផលផ្សេងបាននេះបាទអញ្ចឹងបង្ហាញមុខវិជ្ជាទូទៅនេះមានន័យថាយើងប្រឡង3ខែ3មុខវិជ្ជាហ្នឹងលោកគ្រូបាទខ្ញុំមានភាសាខ្មែរសាស្ត្រសង្គមខ្ញុំបានបញ្ចប់វាហើយអានេះកន្លែងខំនេះមានន័យថាតាក់ទងនឹងតេស្តដើមឆ្នាំចុងឆ្នាំមកនេះមានន័យថាការប្រឡងតាក់ទងនឹងពីថតសិស្សរៀនយឺតបាទកន្លែងនេះលោកគ្រូឲ្យដងឲ្យខែបានបើសិនជាយើងតេស្តលើថ្ងៃណាអញ្ចឹងបាទចុះវិញ្ញាបនបត្រនេះមានន័យថាយើងទាញអញ្ចឹងថាតើយើងប្រឡងបាន 85% ឡើងគឺយើងអាចទាញសញ្ញាបត្រហើយវិញ្ញាបនបត្របាននេះលោកគ្រូចុច download មកបាទនឹងមានធ្វើការ download ឲ្យលោកគ្រូហើយយើងចុច download មកបាទគ្រូបាទនេះគឺជាវិញ្ញាបនបត្រខ្ញុំណាដែលខ្ញុំបានធ្វើតេស្តមិញហើយបន្តមកទៀតបើសិនជាគ្រូចង់ទាញឲ្យសិស្សក៏ទាញបែបហ្នឹងបានដែរបាទរង្វាន់នេះមានន័យថានៅពេលយើងធ្វើច្រើនយើងអាចដូរនឹងអត់អីទេអញ្ចឹងមុខងារមានប៉ុណ្្នឹងទេលោកគ្រូអញ្ចឹងយើងមកចូលដល់ការទាញយកស្ថិតិសិស្សអញ្ចឹងលោកគ្រូចុចកន្លែង profile នេះបាទកន្លែងឈ្មោះខ្ញុំនេះហើយយើងមើលកន្លែងពាក្យថាមើលទិន្នន័យសិស្សអញ្ចឹងមើលទិន្នន័យសិស្សហ្នឹងតើយើងជាគ្រូណាបានមានមុខងារហ្នឹងបើសិនជាសិស្សអត់មានទេដោយសារតែកន្លែងតួនាទីនេះគេដាក់ថា teacher បាទគ្រូឃើញគេដាក់ teacher អញ្ចឹងយើងចុចមើលទិន្នន័យសិស្សបាទអញ្ចឹងវាបង្ហាញបន្ទុករបស់សិស្សយើងដែលបានធ្វើតេស្តហើយអានេះមានន័យថាកន្លែងគ្រីសនេះមានន័យថាយើងយកបន្ទុកសិស្សដែលខ្ពស់ជាងគេអញ្ចឹងក្នុងថ្នាក់បឋម PLP បច្ចុប្បន្ននេះឲ្យប្រឡងចំនួន10ដងអញ្ចឹងបើសិនជាសិស្សណាប្រឡងបានបន្ទុកក្នុងចំណោមទាំង10បន្ទុកបានច្រើនជាងគេវានឹងយកតែបន្ទុកខ្ពស់ជាងគេទេតែកន្លែង select ចុងក្រោយគេនេះមានន័យថារើសតែសិស្សដែលទៅប្រឡងបញ្ចប់ឲ្យថ្មីមានន័យថាបើសិស្សម្នាក់ណាដែលគាត់ទៅប្រឡងបញ្ចប់ចុងក្រោយវានឹងរើសតែបន្ទុកប្រឡងបញ្ចប់ចុងក្រោយទេហើយលោកគ្រូចុចកន្លែងពាក្យថាទាញយកទិន្នន័យបាទនឹងទាញយកទិន្នន័យនេះមានន័យថាយើងចូលក្នុង Excel
ឥឡូវវាកំពុងតែធ្វើការទាញយកលោកគ្រូគ្រូបាទយើងចុចធ្វើការ download មកនេះគឺជាទិន្នន័យលោកគ្រូគ្រូបាទប៉ុណ្ណឹងទៅយើងអាចយកវា print ចេញទៅក្នុង Excel យើងបានហើយបាទអញ្ចឹងដោយសារតែខ្ញុំតេស្តសិស្សតែ2នាក់លោកគ្រូបាទទៅចេញប៉ុណ្ណឹងវាបងហាស្ថិតិយើងទាំងអស់បាទឥឡូវខ្ញុំចូលមកក្នុងថ្នាលរបស់យើងវិញអញ្ចឹងកន្លែងនេះវិញ្ញាបនបត្រមានន័យថាយើងទាញមកបានវិញ្ញាបនបត្រសិស្សទាំងអស់ដែលគាត់ប្រឡងបើសិនជាគាត់ប្រឡងជាប់គាត់នឹងទទួលបានវិញ្ញាបនបត្រហ្នឹងហើយបាទវាសាក download មកអញ្ចឹងនៅពេល download ចប់លោកគ្រូចុចទៅរកមកគឺវាបានវិញ្ញាបនបត្រសិស្សទាំងអស់លោកគ្រូបាទអញ្ចឹងមុខងារក្នុងការប្រឡងមានតែប៉ុណ្្នឹងទេលោកគ្រូហើយចំពោះសិស្សក៏ដូចគ្នាដែរយើងចូលកន្លែងមុខងាររបស់សិស្សទៅ PLP របស់សិស្សទៅគាត់អាចប្រឡងបានហើយយើងដាក់ password និង username របស់សិស្សលោកគ្រូបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេលោកគ្រូទាំងអស់គ្នាបើសិនមានកន្លែងណាខ្វះខាតក៏សូមលោកគ្រូអធិស្ឋានផងហើយបើលោកគ្រូមានចម្ងល់កន្លែងណាក៏អាច comment នៅខាងក្រោមបានដែរខ្ញុំនឹងព្យាយាមឆ្លើយជូនលោកគ្រូទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា